ដោយក្តីប្រាថ្នានាំយកការថែទាំសុខភាពគុណភាពខ្ពស់ខិតមកចិត្តជាមួយសហគមន៍ជនវៀតណាម Madam Chen Thị Lâm ប្រធាននិងជាស្ថាបនិកសាជីវកម្ម Hoa Lâm ទទួលបានការគាំទ្រពិសេសពីអតីតនាយករដ្ឋមន្ត្រីលោក Phan Văn Khai ដើម្បីចាប់ផ្ដើមសាងសង់មណ្ឌលសុខាភិបាលបច្ចេកវិទ្យាខ្ពស់ Hoa Lâm Shangri-La ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រនិងបេះដូងប្រកបដោយក្តីមេត្តា Madam Chen Thị Lâm មិនត្រឹមតែនាំមកនូវគំរូសុខាភិបាលគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិប៉ុណ្ណោះទេថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ីសុខាភិបាលដ៏ទូលំទូលាយដែលប្រជាជនវៀតណាមអាចទទួលបានសេវាថែទាំសុខភាពជាលឿននៅនឹងស្រុកកំណើតមន្ទីរពេទ្យអន្តរជាតិ City ក្នុងមណ្ឌលសុខាភិបាលបច្ចេកវិទ្យាខ្ពស់មិនត្រឹមតែជាកន្លែងសម្រាប់ការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេថែមទាំងជានិមិត្តរូបនៃដំណើរការលើកកម្ពស់ខឿនវិទ្យាសាស្ត្រវៀតណាមតាមទាន់នានាការពិភពលោកដោយយកមនុស្សជាមជ្ឈមណ្ឌលនិងគុណភាពជាតម្លៃស្នូលដោយមានទំហំ320ក្រេជាមួយផ្នែកឯកទេសពិនិត្យនិងធ្វើរោគវិនិច្ឆ័យចំនួន16បុគ្គលិកពេទ្យជាង400នាក់ដែលជាសាស្ត្រាចារ្យវិជ្ជាបណ្ឌិតនិងអ្នកជំនាញជាមុខគេនៅទីក្រុងហូជីមីញមន្ទីរពេទ្យមានកិត្តិយសដែលត្រូវបានប្រឹក្សាដោយសាស្ត្រាចារ្យរងបណ្ឌិតចន្ទិជុងឈៀនអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលអតីតប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃមន្ទីរពេទ្យអន្តរជាតិ CT សាស្ត្រាចារ្យរងវិជ្ជបណ្ឌិតងឿកជឿនស៊ិនអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលទីប្រឹក្សាជាន់ខ្ពស់នៃសាជីវកម្ម Hoa Lâm Group បានជួយមន្ទីរពេទ្យសម្រេចបានសមិទ្ធផលជាច្រើនផ្នែកវិទ្យាសាស្ត្រនាំមុខនៅតម្លៃល្អបំផុតដល់សហគមន៍ក្នុងការថែទាំសុខភាពនិងការពិនិត្យព្យាបាលជំងឺដោយមានការដំណងទិសជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់ Madam Chen Thị Lâm មន្ទីរពេទ្យអន្តរជាតិ City កំពុងលើកកម្ពស់ឋានៈរបស់ខ្លួននៅទូទាំងប្រទេសនិងក្នុងតំបន់ពីមួយថ្ងៃទៅមួយថ្ងៃទន្ទឹមនឹងនោះមន្ទីរពេទ្យបានផ្តល់ការវិនិយោគលើសម្ភារៈទំនើបឧបករណ៍និងការអនុវត្តបច្ចេកវិទ្យាថ្មីៗក្នុងការវះកាត់ដូចជាប្រព័ន្ធវិភាគទំនើបម៉ាស៊ីនអ៊ុលត្រាសោណ្ឌឧបករណ៍ធ្វើរោគវិនិច្ឆ័យដោយរូបភាពដ៏ទំនើបសម្រាប់លទ្ធផលវិនិច្ឆ័យត្រឹមត្រូវប្រព័ន្ធ DSA របស់មន្ទីរពេទ្យអន្តរជាតិ City ជាកម្មសិទ្ធិរបស់ប្រព័ន្ធ RTZ របស់ Siemens ដែលជាឧបករណ៍ថតឆ្លុះសរសៃឈាមដកស្វ័យខាងក្រោយទំនើបបំផុតនៅវៀតណាមក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរប្រព័ន្ធវិភាគទំនើបអនុវត្តដំណើរការ ERAS ក្នុងការវះកាត់ជួយអ្នកជំងឺឲ្យជាសេះស្វ័យបានល្អមន្ទីរពេទ្យអន្តរជាតិ City មានមោទនភាពក្នុងការផ្តល់សេវាវិទ្យាសាស្ត្រលំដាប់ខ្ពស់និងលេចធ្លោជាច្រើនដូចជាផ្នែកសម្ភពនិងរោគស្ត្រីឯកទេសផ្នែកពេទ្យកុមារវិជ្ជមណ្ឌលបង្កកំណើត IVF Center និងផ្នែកឯកទេសផ្សេងៗទៀតដូចជាវិជ្ជមណ្ឌលសរសៃឈាមបេះដូងព្យាបាលរបួសនិងកែរាងវិជ្ជមណ្ឌលឆ្លុះពិនិត្យពោះនិងប្រព័ន្ធរំលាយអាហារឯកទេសជំនួយទូទៅឯកទេសវះកាត់ទូទៅបំពេញតម្រូវការពិនិត្យនិងព្យាបាលប្រកបដោយគុណភាពខ្ពស់ជូនប្រជាពលរដ្ឋជាពិសេសវិជ្ជមណ្ឌល IVF នៃមន្ទីរពេទ្យអន្តរជាតិ City បន្ទាប់ពីដំណើរការរយៈពេល2ខែប៉ុណ្ណោះបានអនុវត្តជាង100វ៉ាត់នាំមកនូវសុភមង្គលយ៉ាងពេញលេញដល់គូស្វាមីភរិយាដែលមិនមានកូនវិជ្ជមណ្ឌល IVF បំពេញស្តង់ដារ ISO 6ជាមួយនឹងបន្ទប់ Clean Room កន្លែងបណ្ដុះ Time Lapse ត្រូវបានចាត់ទុកថាជាសណ្ឋាគារលំដាប់ផ្កាយ5សម្រាប់ Embryon ជាមួយនឹងកន្លែងបណ្ដុះដាច់ដោយឡែកនិងបច្ចេកវិទ្យា AI ដើម្បីជ្រើសរើស Embryon ល្អបំផុតជួយបង្កើនអត្រាជោគជ័យនិងស្វាគមន៍ទារកដែលមានសុខភាពល្អមកកាន់គ្រួសារក្នុងស្មារតីនៃជំនួបអំពីការអភិវឌ្ឍផែនការវិនិយោគលើបច្ចេកវិទ្យាព្យាបាលស៊ីជម្រៅមន្ទីរពេទ្យអន្តរជាតិ City នាពេលខាងមុខនិងអភិវឌ្ឍបណ្ដាផ្នែកឯកទេសថ្មីដែលមានសក្តានុពលដូចជាមជ្ឈមណ្ឌលសោភ័ណភាពវិទ្យាសាស្ត្របង្កើតឡើងវិញដែលឯកទេសវះកាត់កុមារនិងវិស័យព្យាបាលជាលឿនផ្សេងទៀតមិនត្រឹមតែខិតខំប្រឹងប្រែងក្នុងការងារវិជ្ជាជីវៈការពិនិត្យនិងព្យាបាលប៉ុណ្ណោះទេក្រុមការដំណងទិសរបស់ Madam Chen Thị Lâm និងគណៈកម្មការយុទ្ធសាស្ត្រនៃតំបន់វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ដូចជាអនុបណ្ឌិតចិនគួកថៃនាយកប្រតិបត្តិរួមជាមួយនឹងបុគ្គលិកមន្ទីរពេទ្យទាំងអស់បាននឹងកំពុងខិតខំអស់ពីចិត្តក្នុងសកម្មភាពសង្គមពោពេញទៅដោយអត្ថន័យមនុស្សសាស្ត្រវាមិនត្រឹមតែជាការចែករំលែកប៉ុណ្ណោះទេតែទាំងជាការបរិញ្ញាចិត្តដ៏មុតមមស្មារតីនៃក្តីមេត្តាធម៌ដែលត្រូវបានជាជាងបីបាច់ដោយការជឿទុកចិត្តទំនួលខុសត្រូវនិងបំណងប្រាថ្នារួមចំណែកដល់សហគមន៍ជាមួយនឹងកតញ្ញូជាមន្ទីរពេទ្យទូទៅស្តង់ដារអន្តរជាតិមន្ទីរពេទ្យមានមោទនភាពទទួលបានពានរង្វាន់ដ៏មានកិត្តិយសភាពជាច្រើនរួមមានមន្ទីរពេទ្យដំបូងគេនៅវៀតណាមដែលទទួលបានវិញ្ញាបនបត្រ AACI របស់សហរដ្ឋអាមេរិកសម្រាប់គុណភាពសុវត្ថិភាពអ្នកជំងឺឆ្នាំ2023មន្ទីរពេទ្យដែលរួមចំណែកសម្រាប់សហគមន៍ច្រើនបំផុតនៅឆ្នាំ2023
មន្ទីរពេទ្យល្អបំផុតចុះចំណាត់ថ្នាក់កម្ពុជាទាំង10នៅវៀតណាមឆ្នាំ2024មន្ទីរពេទ្យអន្តរជាតិ CT មានមោទនភាពផ្ដល់ជូននូវសេវាសម្រាប់ព្យាបាលកម្រិតផ្កាយ5ជាទីប្រមូលផ្ដុំយេតភាពផាសុខភាពនិងឋានានុក្រមកម្មវិធីបណ្ដុះបណ្ដាលស៊ីជម្រៅសម្រាប់បុគ្គលិកពេទ្យថ្នាក់បង្រៀនចិត្តវិទ្យាមេតាបេតាសម្រាប់អតិថិជនការិយាល័យអតិថិជនអន្តរជាតិទាំងដែលស្វាគមន៍រេតេរកការគ្រប់គ្រងផ្នែកវិទ្យាសាស្ត្រនិងតបចុះសេវាកម្មសំខាន់ៗដើម្បីជួយអ្នកជំងឺនឹងនូវចិត្តនិងផាសុខភាពជាមួយនឹងគោលនយោបាយធានារ៉ាប់រងមានភាពបត់បែនរួមជាមួយនឹងបណ្ដាញក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកនិងបរទេសយកខ្ញុំជួយឲ្យអតិថិជនកាត់បន្ថយការព្រួយបារម្ភអំពីការចំណាយហើយនឹងនូវចិត្តពេញមួយដំណើរការថែទាំសុខភាពប្រចេញពីបេះដូងនៃក្តីស្រឡាញ់និងស្មារតីបដូរផ្ដាច់ជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យអន្តរជាតិ CT គឺជាដំណើរការថែទាំដោយអស់ពីចិត្តពីក្លឹមជាកន្លែងដែលមានបុព្វពិសោធន៍សេវាកម្មគុណភាពខ្ពស់និងក្តីមេត្តាធម៌បានរួមបញ្ចូលគ្នាដើម្បីបង្កើតនូវតម្លៃដ៏ល្អបំផុតសម្រាប់អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកមន្ទីរពេទ្យអន្តរជាតិ CT រកកាបាសគឺជាបុព្វពិសោធន៍ពោរពេញដោយសុភមង្គល